សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងយ៉ូហានជំពូក15ខ5ខ្ញុំជាគុលអ្នករាល់គ្នាជាខ្នែងអ្នកណាដែលនៅជាប់នឹងខ្ញុំហើយខ្ញុំជាប់នឹងអ្នកនោះទើបនឹងបង្កើតផលឡើងជាច្រើនបើដាច់ពីខ្ញុំចេញនោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេក្នុងព្រះបន្ទូលនេះរំលឹកយើងថាការរីកចម្រើនខាងព្រលឹងវិញ្ញាណនៃគ្រីស្ទបរិស័ទអាស្រ័យទាំងស្រុងទៅលើទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទដូចជាមែកឈើដែលមិនអាចរស់ឬក៏មិនអាចបង្កើតផលផ្លែបានដោយឯកឯងយ៉ាងដូច្នោះដែរលុះត្រាតែមែកនោះនៅជាប់ជាមួយនឹងដើមទើបអាចបង្កើតផលបានយើងមិនអាចធ្វើតាមបំណងព្រះハតីព្រះបានឡើយបើសិនជាយើងមិននៅជាប់នៅក្នុងទ្រង់បើសិនជាយើងមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ទ្រង់នោះយើងក៏មិនអាចនឹងបង្កើតផលផ្លែអ្វីបាននោះឡើយបងប្អូនហើយចូលឲ្យយើងមានទំនាក់ទំនងជិតស្និទ្ធជារៀងរាល់ថ្ងៃជាមួយនឹងព្រះយេស៊ូវគ្រីស្ទតាមរយៈការអធិដ្ឋានការសញ្ជឹងគិតព្រះបន្ទូលនិងការធ្វើតាមព្រះបន្ទូលត្បិតការនៅជាប់ជាមួយនឹងព្រះយេស៊ូវមានន័យថាការដែលយើងរស់នៅតាមលក្ខណៈរបស់ទ្រង់រស់នៅតាមព្រះបន្ទូលដែលបានចែងដល់ពេលដែលយើងនៅជាប់ជាមួយនឹងទ្រង់ជីវិតរបស់យើងនឹងបង្កើតផលផ្លែជាផលនៃសេចក្តីស្រឡាញ់ជាផលនៃសេចក្តីអំណរជាផលនៃសន្តិភាពនៅក្នុងចិត្តឬសេចក្តីសុខសាន្តជាផលនៃភាពអត់ធ្មត់ជាផលនៃសេចក្តីសប្បុរសឬចិត្តល្អជាផលនៃភាពបរិសុទ្ធនិងសុចរិតនៅក្នុងជីវិតរបស់យើងកាលណាយើងនៅជាប់ជាមួយនឹងព្រះយេស៊ូវគ្រីស្ទគ្រប់កិច្ចការដែលយើងកំពុងតែធ្វើវានឹងคล้ายទៅជាការមួយសរសើររំកើងដល់ព្រះជាជាងការដែលគ្រាន់តែបង្អួតពីស្នាដៃរបស់ខ្លួនកាលណាយើងនៅជាប់ជាមួយនឹងព្រះអង្គយើងនឹងទទួលបានកម្លាំងថ្មីជារៀងរាល់ថ្ងៃយើងទទួលបានព្រះគុណដើម្បីនឹងតាំងចិត្តនិងក្រោកឈរឡើងជារៀងរាល់ថ្ងៃទោះបីជានៅក្នុងបញ្ហាការប្រឈមផ្សេងអ្វីក៏ដោយក៏ព្រះចេស្តារបស់ទ្រង់នៅតែប្រទានឲ្យយើងដើម្បីយើងមានកម្លាំងក្រោកឈរឡើងបានដែរបងប្អូនហើយការរស់នៅដាច់ចេញពីព្រះយេស៊ូវគ្រីស្ទនោះនាំទៅរកភាពទន់ខ្សោយខាងឯវិញ្ញាណការខកចិត្តនិងភាពទទេគឺកើតឡើងនៅពេលដែលយើងដាច់ឆ្ងាយពីព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរនេះពិតជាសំខាន់ណាស់ដើម្បីនឹងដាស់តឿនដល់បងប្អូនរាល់គ្នាហើយនឹងខ្ញុំថាផលផ្លែនៅក្នុងជីវិតគ្រីស្ទបរិស័ទមិនមែនកើតឡើងដោយសារកម្លាំងរបស់ខ្លួនមិនមែនកើតឡើងដោយសារប្រាជ្ញារបស់ខ្លួននោះឡើយតែផលផ្លែដែលថ្វាយសិរីល្អដល់ព្រះផលផ្លែដែលអាចនឹងនាំយើងឲ្យធ្វើតាមបំណងព្រះハតីព្រះបានគឺជាផលផ្លែដែលកើតឡើងតាមរយៈការរក្សាទំនាក់ទំនងជាមួយនឹងទ្រង់គឺជាប្រភពនៃជីវិតហើយទ្រង់ជាប្រភពដែលនាំឲ្យមានការផ្លាស់ប្ដូរទ្រង់ជាប្រភពដែលនាំឲ្យជីវិតរបស់យើងបានស្ដារឡើងសារជាថ្មីទ្រង់ជាប្រភពនៃកម្លាំងរបស់យើងនៅថ្ងៃនេះបងប្អូនហើយបើសិនជាមាននរណាម្នាក់ដែលគិតថាខ្លួនទន់ខ្សោយខ្លួនអស់កម្លាំងខ្លួនល្វើយហើយពិបាកដើរនៅក្នុងសេចក្តីជំនឿចូលមកជិតព្រះយេស៊ូវបង្កើតទំនាក់ទំនងជាមួយនឹងព្រះអង្គសារជាថ្មីដោយការលន់តួដោយការទូលងវល់ដោយការសារភាពក្តីឬដោយការរៀបរាប់ពីបន្ទុកនៅក្នុងជីវិតរបស់បងប្អូនហើយចូលមកកាន់ទ្រង់ឲ្យបានស៊ីជម្រៅនិងស្និទ្ធស្នាលជាងមុនដូចមានសំណួរមួយដែលយើងត្រូវពិចារណាជាមួយគ្នាថាតើការកសាងទំនាក់ទំនងជាមួយនឹងទ្រង់ត្រូវធ្វើដោយរបៀបណាបងប្អូនហើយដើម្បីស្គាល់នរណាម្នាក់ឲ្យកាន់តែស៊ីជម្រៅឲ្យកាន់តែស្និទ្ធស្នាលឲ្យកាន់តែច្បាស់លុះត្រាតែបងប្អូនចូលទៅជិតអ្នកនោះនិយាយបង្កើតទំនាក់ទំនងសន្ទនាជាមួយនឹងគាត់ហើយអានព័ត៌មានអំពីគាត់តាមប្រភពដែលយើងអាចស្វែងរកទៅបានហើយចោទជាសំណួរសួរនៅពេលដែលយើងឆ្ងល់នៅពេលដែលយើងស្វែងរកចម្លើយអ្វីមួយពីគាត់
នេះហើយជាវិធីដែលយើងអាចនឹងស្គាល់មនុស្សណាម្នាក់ឬក៏យើងអាចស្គាល់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែជិតស្និទ្ធឲ្យកាន់តែស្និទ្ធស្នាលជាងមុនជីវិតខាងឯសេចក្តីជំនឿបើសិនជាបងប្អូនចង់រីកចម្រើនបើសិនជាបងប្អូនចង់រឹងមាំបើសិនជាបងប្អូនចង់បង្កើតផលផ្លែលុះត្រាតែរក្សាទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវរក្សាទំនាក់ទំនងយ៉ាងដូចម្ដេចបងប្អូនហើយអានព្រះបន្ទូលអានសិភៅដែលគេនិយាយអំពីទ្រង់អានអំពីទីបន្ទាល់ដែលគេបានដើរជាមួយនឹងទ្រង់ស្ដាប់ពីការអស្ចារ្យដែលជាបទពិសោធន៍អ្នកដទៃដែលបានមានទំនាក់ទំនងជាមួយនឹងទ្រង់ហើយកុំភ្លេចសន្ទនាជាមួយនឹងទ្រង់ជារៀងរាល់ថ្ងៃដូច្នេះហើយកុំរងចាំតទៅទៀតចូលចាប់ផ្ដើមឥឡូវនេះដើម្បីនឹងចូលឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងទ្រង់សូមអធិដ្ឋានទូលថ្វាយជាមួយគ្នាព្រះបិតាដែលគង់នៅឋានសួគ៌អរព្រគុណទ្រង់ដែលបានបញ្ជូនបរិជ្ជបុត្រាទ្រង់តែមួយគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយតាមរយៈទ្រង់ដែលធ្វើឲ្យយើងខ្ញុំអាចនឹងស្វែងរកឬទទួលបាននៅគោលបំណងនិងជីវិតដែលមកពីទ្រង់ព្រះអង្គចាស់ហើយសូមចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដើម្បីនឹងដឹកនាំយើងខ្ញុំជារៀងរាល់ថ្ងៃឲ្យយើងខ្ញុំបានធ្វើតាមបំណងព្រះហឫទ័យទ្រង់ឲ្យយើងខ្ញុំបានយកជំនះលើខ្លួនឯងដើម្បីនឹងចូលទៅសន្ទនាជាមួយទ្រង់នៅក្នុងការអធិដ្ឋាននៅក្នុងការអានព្រះបន្ទូលនិងធ្វើតាមបំណងព្រះហឫទ័យទ្រង់ដើម្បីនឹងបង្កើតផលខាងឯវិញ្ញាណសូមបង្រៀនយើងខ្ញុំឲ្យពឹងផ្អែកលើព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទហើយស្វែងរកកម្លាំងមកពីទ្រង់ដោយការទុកចិត្តនិងការស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់សូមបំពេញយើងខ្ញុំដោយសេចក្តីស្រឡាញ់អំណរនិងសេចក្តីសុខសាន្តដើម្បីឲ្យគ្រប់ទាំងចំណែកនៃជីវិតរបស់យើងខ្ញុំបានថ្វាយស្រែកដល់ទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន